ទឹកដីដឹកដាំដោយវប្បធម៌ខ្មែរទីឋានដែលមានសិប្បករសិប្បការិនីនិងសិល្បករសិល្បការិនីជាច្រើនរូបបានផ្សារភ្ជាប់ជាមួយវិចិត្រសិល្បៈតាំងពីយុគវ័យមកពេលវេលាបានយកទៅវ័យក្មេងរបស់ពួកគាត់ប៉ុន្តែផ្ទុយមកវិញបានផ្ដល់នូវបទពិសោធន៍និងបំពេញសេចក្តីស្រឡាញ់ចំពោះសិល្បៈជាតិឲ្យពួកគាត់វិញសេចក្តីស្នេហាសិល្បៈនិងបទពិសោធន៍សម្ដែងបានក្លាយជាកម្លាំងចលករសម្រាប់ឲ្យពួកគាត់លះបង់ឲ្យវប្បធម៌ជាតិដូចជាកាលពីនៅក្មេងវ័យអីចឹងដែរហើយពេលសម្រាប់ខ្លួនចូលទៅវិចិត្រសិល្បៈពួកគាត់បានសម្ដែងយ៉ាងរស់រវើកនិងពោរពេញដោយមនោសញ្ចេតនាជាមួយនឹងអារម្មណ៍នៅក្មេងវ័យជានិច្ចតាំងពីទសវត្សរ៍ឆ្នាំ1970សិល្បករយ៉ែមសម្បូរបានចាប់ផ្ដើមសកម្មភាពសិល្បៈហើយនាមសិល្បៈនេះក៏បានជិតដិតជាមួយនឹងទស្សនិកជនខ្មែរនៅវាលរៀបទន្លេគូឡុងយ៉ាងឆាប់រហ័សលោកយ៉ែមសម្បូរមិនត្រឹមតែសម្ដែងយ៉ាងល្អឥតខ្ចោះនៅបទចម្រៀងមនោសញ្ចេតនានិងសិល្បៈអាយ៉ៃប៉ុណ្ណោះទេដោយថែមទាំងបានចូលរួមសម្ដែងល្ខោនបាសាក់ដែលជាទម្រង់សិល្បៈបែបប្រពៃណីដ៏ពិសេសរបស់ជនជាតិខ្មែរទៀតផងក្រៅពីការសម្ដែងលោកនៅមានទេពកោសល្យក្នុងការនិពន្ធកំណាព្យនិងសរសេររឿងល្ខោនខ្លីៗប្រកបដោយមនោសញ្ចេតនាទៀងត្រង់និងស្មោះសរពីជីវភាពរស់នៅយើងស្រឡាញ់សិល្បៈអាសាច្រៀងអាសាររំអញ្ចឹងទៅនាំឲ្យយើងមានអារម្មណ៍ល្អតែល្អបើក្រចាស់ណាអញ្ចឹងដែរឡើយតែពូទេខំរក្សាពិតមែនតែអាយុឆ្នាំនោះចាស់ដែរហើយយើងចិត្តហើយណាប៉ុន្តែនៅតែស្រឡាញ់សិល្បៈដូចជាក្មេងចឹងមានណាយនេះទេនៅលំនៅឋានស្រុកស្រែដ៏សុខសាន្តនេះសិល្បករយ៉ែមសម្បូរតែងតែយកឧបករណ៍ភ្លេងអាម៉ូនីកាធ្វើជាមិត្តសូរសំឡេងភ្លេងដែលរៀបរាប់ពីដួងចិត្តរបស់លោកចំពោះដងផ្លូវដ៏វែងឆ្ងាយបានផ្សារភ្ជាប់ជីវិតជាមួយសិល្បៈទោះបីជលវេចំណាក់ហើយក៏ដោយលោកយ៉ែមសម្បូរនៅតែរក្សាបានស្មារតីសុទិដ្ឋិនិយមនិងស្រឡាញ់ជីវិតការបណ្ដុះគំនិតខាងនិពន្ធបានកើតឡើងចំពោះលោកដោយសភាពធម្មតាបំផុតមានពេលខ្លះលោកកំពុងអង្គុយនៅមុខផ្ទះលោកស្រាប់តែនឹកឃើញឃ្លាកំណាព្យមួយរួចហើយលោកក៏បានកត់ត្រាទុកយ៉ាងផ្ចិតផ្ចង់និងស្ងៀមស្ងាត់រាល់ពេលដែលលោកនិពន្ធកំណាព្យរួចរាល់លោកតែងតែយកឧបករណ៍ភ្លេងអាម៉ូនីកានោះមកផ្លុំឬក៏មានពេលខ្លះលោកក៏ច្រៀងបន្ទរតែម្នាក់ឯងដោយអារម្មណ៍ស្រស់ស្រាយប្រៀបដូចជាកំពុងឈរនៅលើឆាកដូច្នោះឯងធម្មតាយើងអ្នកសិល្បៈហើយចឹងតែមានអារម្មណ៍ស្រស់ស្រាយបានវ័យវានៅក្មេងយើងសប្បាយរហូតចឹងយើងក៏មានយកទុកមកដាក់ក្នុងខ្លួនដែរណាហើយជានិច្ចយើងស្រឡាញ់សិល្បៈអាសាច្រៀងអាសាររំចឹងទៅនាំឲ្យយើងមានអារម្មណ៍ល្អតែល្អបើក្រចាស់ហើយណាអញ្ចឹងដែរអាយុ76ឆ្នាំសិល្បករយ៉ែមសម្បូរនៅតែបន្លឺសំឡេងច្រៀងរៀងរាល់ថ្ងៃលោកច្រៀងទាំងនៅក្នុងផ្ទះទាំងនៅក្រៅផ្ទះសូម្បីតែនៅពេលដែលជិះកង់តាមផ្លូវភូមិលោកក៏ច្រៀងដោយរីករាយដែរចំពោះរូបលោកសូរសៀងនីមួយៗដែលលោកបន្លឺឡើងប្រៀបដូចជានាំអារម្មណ៍ត្រឡប់ទៅកាន់ពេលវេលានៅក្មេងវ័យដែលជាវិធីមួយរំលឹកនៅអនុស្សាវរីយ៍ពីដើមហើយជួយរក្សាស្មារតីបានរីករាយនិងស្រស់ស្រាយជានិច្ចអូឈុំឆៃយ៉ាស្នេហាបងដែរឬអីបងអងវល់ស្រីសូមនាងវាចាបើស្ម័គ្រមិនស្ម័គ្រក៏សូមអើយតែនាងថាអើយបងដឹងផងពេលក្រោកពីដេកបើកភ្នែកក្រឡេកសំឡឹងស្មានថាប្រលឹងអូននៅចិត្តបងលូកដៃក្រសោព្រាមបីមកអោបត្រកងព្រួងបងស្នេហានោះគឺជាបទចម្រៀងឆោមឆាយានៃទសវត្សរ៍ឆ្នាំ1960ដោយបានផ្សារភ្ជាប់ជីវិតជាមួយនឹងការសម្ដែងសិល្បករយ៉ែមសម្បូរមិនត្រឹមតែបានជួយថែរក្សានៅវប្បធម៌ខ្មែរតាមរយៈតួនាទីសម្ដែងនីមួយៗប៉ុណ្ណោះទេលោកនៅថែមទាំងបានបណ្ដុះចំណង់ចំណូលចិត្តចំពោះមនុស្សជំនាន់ក្រោយទៀតផង
សម្រាប់លោកវិស័យសិល្បៈមិនត្រឹមតែជាអាជីពអស់មួយជីវិតនៅថែមទាំងជាវិធីមួយដើម្បីរក្សានូវស្មារតីសុទិដ្ឋិនិយមរស់នៅបានសប្បាយរីករាយនិងមានសុខភាពល្អផងតន្ត្រីចំពោះលោកមិនត្រឹមតែជាសំនៀងប៉ុណ្ណោះទេនៅថែមទាំងជាអនុស្សាវរីយ៍គ្រាដែលលោកនៅវ័យក្មេងដែលពោរពេញទៅដោយអនុស្សាវរីយ៍ជាច្រើនទៀតផងចានេះអាយុ10ឆ្នាំតែជ្រៀងបានអាយុ10ឆ្នាំឡើយខ្ញុំ76ដែរឬគិតរន្ធត់ហើយសុបាយខ្ញុំចង់ជួបដូចថាពូម៉ាក់ជំនាន់មុនពីកាលមកណាពេលនឹងបានជួបគ្នាយើងជ្រៀងដើម្បីរំលឹកអនុស្សាវរីយ៍គេនៅក្មេងមានកន្លែងណាដែលមានអនុស្សាវរីយ៍ប្រកបទុកនឹងយើងលឹកវាមកវិញណាហើយខ្ញុំពិតមែនតែអញ្ចឹងខ្ញុំមិនចោលទេទៅណាក៏ឃើញជ្រៀងដែររាល់ពេលបានជួបជុំអ្នករួមអាជីពដ៏ស្និទ្ធស្នាលម្ដងលោកយេមសម្បូរហាក់ដូចជាបានវិលត្រឡប់ទៅកាន់គ្រាដែលនៅក្មេងវ័យពោរពេញដោយភាពរស់រវើកចំពោះសិល្បករដែលរស់នៅតំបន់ស្រុកស្រែនេះវ័យអាយុមិនមែនជាការរារាំងនោះទេអ្វីដែលពួកគាត់តែងតែរក្សាខ្ជាប់នោះគឺចំណង់ចំណូលចិត្តនិងក្តីស្រឡាញ់ចំពោះសិល្បៈនៅតែថ្មីថ្មោងដោយគ្រាដំបូងដែលពួកគាត់ចាប់ផ្ដើមប្រឡូកក្នុងអាជីពទោះបីម្នាក់សុទ្ធតែមានការងារនិងការរត់នៅរៀងខ្លួនក៏ដោយប៉ុន្តែពេលដែលណាត់ជួបគ្នាម្ដងគ្រប់គ្នាតែងតែទៀងទាត់ជានិច្ចចំពោះពួកគាត់នោះមិនត្រឹមតែជាការគោរពពេលវេលាប៉ុណ្ណោះទេនៅទាំងជាវិធីដើម្បីបង្ហាញពីការឲ្យតម្លៃចំពោះអ្នករួមអាជីពនិងចំពោះតម្លៃដែលពួកគាត់បានផ្សារភ្ជាប់ពេញមួយជីវិតទៀតផងការប្រគំភ្លេងថ្ងៃនេះមិនមានឆាកធំទេក៏មិនមានការរៀបចំដោយលម្អិតដែរប៉ុន្តែភាពសាមញ្ញនេះបាននាំមកនៅមនោសញ្ចេតនាជាច្រើនព្រោះថានេះមិនមែនជាការសម្ដែងទេវាជាឱកាសឲ្យមនុស្សជំនាន់មុនបានចែករំលែកនិងផ្ទេរបន្តទៅដល់សិល្បករជំនាន់ក្រោយទៀតផងតើអីក៏ចូលនេះវត្តចឹងមែនទេតែចង់មានអ្វីបត់អីចឹងចង់ឲ្យគាត់សរសេរបានទាំងអស់ហើយយើងមកលេងឲ្យគាត់ហ្នឹងយើងបានដាក់វិសោចពីគាត់បានខ្លះទៀតណ៎មានការរៀបចម្រើនទៅមុខទៀតពេលវេលាអាចធ្វើឲ្យជំហានជើងត្រូវយឺតនិងធ្វើឲ្យសក់ស្កើប៉ុន្តែការចងចាំគឺនៅតែដដែលទោះបីលេងបានសម្ដែងលើឆាកដូចមុនក៏ដោយប៉ុន្តែសិល្បការិនីដូចជាសារ៉ាងយ៉ែមសម្បូរនៅតែរក្សាទំនាក់ទំនងពិសេសជាមួយគ្នានិងជាមួយទស្សនិកជនរបស់ខ្លួនរាល់ពេលបន្លឺសូរសៀងសំនៀងគ្រាវ័យក្មេងប្រៀបដូចជាត្រឡប់មកវិញជាមួយពួកគាត់ក្រុមអាជីពរួមជាមួយគ្នាមកថ្ងៃនេះខ្ញុំរំភើបណាស់ដែលបានឲ្យខ្ញុំរំលឹកនៅវប្បធម៌ខ្មែររបស់យើងខ្ញុំក៏សោកស្ដាយដែលយើងចូលជាច្រើនឆ្នាំហើយតែខ្ញុំដល់ថ្ងៃនេះខ្ញុំក៏ពេលណាខ្ញុំពលកម្មពេលណាខ្ញុំសម្រាប់ក៏ខ្ញុំនៅខំរំលឹកខ្លះដែរចាខ្ញុំនឹងរក្សានៅបញ្ចប់ដែរគាត់ថាចាស់សម្រាប់រៀងចោះបន្តិចចឹងហើយសំលេងទេមិនចោះនៅដដែលលេងសារ៉ាំងនៅដដែលហើយឃើញវានៅឃើញកៅនៅក្មេងចឹងណានៅទៅសំដែងក្លឹបបលែងគ្នាលេងចឹងចោះនៅឃើញនិស្ស័យអាជីពបានផ្សារភ្ជាប់សិល្បករយ៉ែមសម្បូរនិងសិប្បករថៃកេនជាការបំពួនកម្លាំងចិត្តដើម្បីឲ្យលោកទាំងពីរអាចបន្តនៅដំណើរក្នុងការអភិរក្សសិល្បៈចម្រៀងចាប៉ីតាមរយៈពាក្យពេចន៍មួយសូរសំឡេងដ៏សាមញ្ញចម្រៀងចាប៉ីបានបង្ហាញជូនទស្សនិកជនมันមានភាពអ៊ូអរមិនប្រញាប់ប្រញាល់ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនាហើយត្រូវបានបន្តពីអ្នកដែលមានបទពិសោធន៍ដល់អ្នកដែលកំពុងរៀនដោយផ្ចិតផ្ចង់ស្ដាប់ពេលដែលសិល្បៈមិនចំណុះតែលើឆាកប៉ុន្តែបានរស់នៅក្នុងជីវិតប្រចាំថ្ងៃ
នឹងនៅក្នុងពេលជួបជុំដ៏សាមញ្ញដូចពេលនេះគឺចម្រៀងចាប៉ីមិនមែនត្រូវបានសារប្រលាបទៀតចម្រៀងចាប៉ីគឺជាចរន្តមួយកំពុងបានស្ដារឡើងវិញពីស្នាដៃពីដួងចិត្តរបស់សិល្បករសិប្បករពោរពេញទៅដោយការផ្ដោតអារម្មណ៍យ៉ាងពិតប្រាកដ ឥឡូវខ្ញុំឃើញពីនោះដល់ខ្ញុំធ្លាប់ទៅធ្វើចម្រៀងឲ្យគាត់ច្រៀងចម្រៀងចាប៉ីហ្នឹងណាខ្ញុំចម្រៀងឲ្យគាត់ច្រៀងប៉ុន្តែដល់ពេលជួបលើកហ្នឹងណាឃើញមានការជឿនលឿនជាងមុនការច្រៀងរបស់មានភាពជឿនលឿនជាងមុនណាខ្ញុំអរដែរហើយខ្ញុំក៏ប្រាប់គាត់ថាឲ្យគាត់ខំដើម្បីអភិរក្សចាប៉ីចម្រៀងឲ្យបានទៅ នឹកឃើញអរគុណគាត់ច្រើនហើយព្រោះគាត់មានស្នាដៃល្អគាត់ទៅសេបទចម្រៀងក៏បានចម្រៀងអាយ៉ាយក៏ល្អដូចថាមានកន្លែងសបាយមានលេខទុកមាននឹងកំ pl ែងយ៉ាងដូចលបយគេហៅលបយចម្រៀងទៅពេលដូចអាយ៉ាយអញ្ចឹងដែរមានលបយមានកំ pl ែងអញ្ចឹង ហើយក៏មានមនុស្សតិចណាស់ដែលនឹកស្មានថាសិល្បកររូបនេះបានយកចិត្តទុកដាក់ជាពិសេសចំពោះចម្រៀងតន្ត្រីកុមារជាផ្នែកនិពន្ធមួយដែលសម្រាប់លោកមិនមែនដើម្បីឲ្យក្មេងៗបានសប្បាយរីករាយប៉ុណ្ណោះទេនៅថែមទាំងជាវិធីមួយដើម្បីថែរក្សានៅភាសាអក្សរនិងអត្តសញ្ញាណវប្បធម៌របស់ជាតិខ្លួនទៀតផងការលំបាកមិនមែននៅត្រង់ការចាប់ផ្ដើមសរសេរនោះទេគឺស្ថិតនៅត្រង់ដំណើរការបង្រៀននិងការហាត់ពុតឲ្យកុមារវ័យវិញលោកបានរៀបរាប់ថាមូលហេតុធ្វើឲ្យលោកផ្សារភ្ជាប់ជាមួយនឹងប្រភេទតន្ត្រីនេះគឺបានកើតចេញពីក្តីកង្វល់ដ៏ពិតប្រាកដ មូលហេតុដែលតែងដល់ចម្រៀងកុមារហ្នឹងគឺថាសំខាន់បំផុតខ្ញុំចិត្តខ្ញុំណាចង់ឲ្យក្មេងវាចេះអានអក្សរវាចេះមើលអក្សរវាអានឲ្យច្បាស់ទីខារស័ក្តិភាសាកុំឲ្យវានិយាយប្រឡប់និយាយមិនច្បាស់អញ្ចឹងណានឹងប៉ុណ្្នឹងហើយទី2ទៅឲ្យចេះច្រៀងអីខ្លះទៅរំច្រៀងសប្បាយ តែងតែកង្វល់ចំពោះហានិភ័យនៃការបាត់បង់ទម្រង់សិល្បៈប្រពៃណីសិល្បករយេមសម្បូរខិតខំបន្តស្វែងរកអ្នករួមដំណើរក្នុងការថែរក្សានិងផ្ទេរបន្តលើកនេះលោកបាននាំយើងខ្ញុំទៅកាន់ឃុំទាវកឹងខេត្តវិនឡុងដែលជាទីកន្លែងសិប្បករត្រឹងសាងបានផ្សារភ្ជាប់ពេញមួយជីវិតនឹងឆាករបាំរៀមគេជាពិសេសគឺក្បាច់ក្រមយក្សស្វាដែលជាលក្ខណៈពិសេសមួយដែលមិនអាចខ្វះបាននៅក្នុងវប្បធម៌សិល្បៈជនជាតិខ្មែរ ពេលដែលខ្ញុំជួបគាត់មកដល់ផ្ទះគាត់ជួបគាត់គឺយើងមានការសប្បាយដែរហើយបានពិភាក្សារក្សាជាមួយគាត់និយាយមួយគាត់ហ្នឹងក៏យើងឃើញយើងដឹងចំណូលចិត្តរបស់គាត់ដែរយើងក៏ដាក់បានចំណូលគាត់ប្រកគាត់ណាអញ្ចឹងយើងដឹងថាគាត់ក៏មានគំនិតដូចខ្ញុំដែរគំនិតដើម្បីអភិរក្សនៅប្រភេទសិល្បៈដែលកម្ររកបានគឺសិល្បៈយ៉ាក្រមនេះអាសិល្បៈយ៉ាក្រមជាសិល្បៈរបស់យើងណាំបោសុទ្ធសាធទៅចាំមែនប៉ុណ្ណាទេសពថ្ងៃហ្នឹងចង់សូមដើម្បីចង់បង្កើតចង់បន្តឲ្យកូនឲ្យចៅឲ្យក្មួយតទៅខាងមុខទៀតមានមីយាយតាណាក៏ដោយសូមបើសិនណាចង់មានកូនឬថាមានចៅដើម្បីមកចង់ហៅថាថែរក្សាវប្បធម៌ខ្មែរនោះក្បាច់ហៅថារៀមគេនោះសូមជើញមកខ្ញុំបើកសិទ្ធនឹងទទួលពេញចិត្តមិនលាក់មិនបាំងរៀនពេលគ្រូបណ្ណាបាចេញឲ្យទាំងអស់ក្តីស្រឡាញ់ចំពោះសិល្បៈគឺមិនមែនស្ថិតនៅលើកិត្តិនាមនោះទេគឺវាស្ថិតនៅត្រង់ពេលបង្ហាត់បង្រៀនដោយមិនគិតពីកម្រៃរបាំដែលបានហាត់សារចុះសារឡើងនិងស្ថិតនៅត្រង់ក្មេងៗដែលកំពុងបន្តវេននៅចំពោះជីវភាពរស់នៅដ៏ទំនើបនេះសិល្បករដ៏ស្ងៀមស្ងាត់ទាំងនោះនៅតែរក្សាទុកបេសកកម្មមួយគឺថែរក្សាដួងព្រលឹងវប្បធម៌ខ្មែរប្រៀបដូចជាថែរក្សាកេរមរតកមិនអាចកាត់ថ្លៃបានឡើយហើយដំណើរនោះនឹងបានរៀបរាប់ដោយពុស្ដានៅក្នុងភាគបន្តទៀតអំពីរឿងរ៉ាវរបស់សិប្បករជើងចាស់ពីររូបដែលត្រូវគេបានប្រៀបថាមានទេពកោសល្យស្មើគ្នាពួកគាត់បានលះបង់នៅយុវវ័យដើម្បីរួមដំណើរជាមួយនឹងសិល្បៈរបាំយក្សស្វានេះឯង